តបងប្អូនឡើងខ្ញុំគូសពតនេះមួយទៀតណាបងប្អូនចាំមើលឲ្យមើលទៀតយល់ហើយแชร์ទៅមើលក៏បានដែរបងប្អូនខ្លះដែលគាត់អត់ទាន់យល់សពតតែចាំថាមុននឹងយើងវាស់យើងមុននឹងយើងយកមកគូយើងវាស់ថងវាស់កម្រងអីហើយស្អាតចឹងមកយើងយកមកចាប់ដើមគូតែម្ដងអញ្ចឹងបាត់ឆ្វេងយើងគូពីឆ្វេងបាត់ស្ដាំយើងគូពីស្ដាំចាអញ្ចឹងទី1យើងត្រូវវាស់ផ្ទាំងទី1សិនមុននឹងវាស់យើងទុកគ្នាពីលេខចាអញ្ចឹងផ្ទាំងទី1គឺយើងយកប្រវែងចង្កេះចែកជា2អញ្ចឹងចង្កេះគាត់80ទៅទៀត104ចា104ចែកជា2ស្មើ52 80ចែកជា2ស្មើនឹង40ចាអញ្ចឹងទាំងទី1គឺយើងវាស់ពីកន្លែងទុកគ្នាហើយនេះមកគឺយើងវាស់ចេញមក40នេះចា40គូចុះ1ជំរឿ17លេខ17លេខចាបន្ទាប់មកយើងវាស់ទៀតយើងវាស់ទាំងតាគៀគឺទាំងទី2ហ្នឹងហៅទាំងតាគៀក្រោយហ្នឹងគឺយើងត្រូវយកប្រវែងតាគៀចែកជា2តាគៀ104ចែកជា2 52អញ្ចឹងយើងវាស់ចេញមកបន្តពីចំណុចគំនូសហ្នឹងបន្តមកទៀតមក52ចាហើយយើងគូចុះមួយមកចុះជំរឿ17លេខដូចគ្នាភ្លីតាគៀទាំងសងខាងចាបន្ទាប់មកយើងត្រូវរកទាំងបត់ពីលើនេះទាំងទី3នេះគឺទាំងបត់គឺយើងត្រូវយកប្រវែងជុំវិញចង្កេះយើងនេះឃើញហ្មងចង្កេះគាត់80អញ្ចឹងយើងយកមកដក10ចេញចាអញ្ចឹង80ដក10យើងវាស់ចេញមក70មកឥឡូវយើងវាស់មក50បូកនឹង20ទៀតទៅ70ណាចាយើង70យើងទុកគ្នាមកចាអញ្ចឹងយើងជីភ្លីចោលមួយសិនចាភ្លីចោលមួយបន្ទាប់មកយើងរកភ្លីតាគៀគឺខ្ញុំជី5លេខដោយសារតាគៀគាត់ធំអញ្ចឹងខ្ញុំជី5លេខខ្ញុំចេញពីចំណុចកណ្ដាល2លេខកន្លះចា2លេខកន្លះដូចគ្នាមកសងខាង5លេខចាភ្លីតាគៀ5លេខចាខាងនេះដូចគ្នាចាឥឡូវហ្នឹងយើងវាស់បានភ្លីតាគៀ5លេខហើយយើងចេញពីកន្លែងជីភ្លីហើយនេះ10លេខចាចុះ12លេខជីភ្លីចោលមួយនេះភ្លីហ្នឹង1 2លេខមកខាងមួយលេខសងខាងនេះដូចគ្នាចេញពីចំណុចជីហើយនេះ10លេខមកជីភ្លីចោលមួយអ្នកមិនចេះមើលវីដេអូខ្ញុំដឹងតែចេះហ្មងដេសពុតខ្លួនឯងបានស្លៀកចំណេញ$15កន្លែងខ្លះគេយកសពុតហូលចេះចេះតែកោណាគេយកមួយ$20ទៅ$30តែចំពោះខ្ញុំសឹងក៏ខ្ញុំយក15ហូលក៏15កណាត់អីក៏15ដែរហើយធ្វើចេះតែកោដូចគ្នាចាបើបងប្អូនចង់កាត់សពុតបងប្អូនមកកន្លែងខ្ញុំបានចាបន្ទាប់មកយើងវាស់នេះយើងបែងរកភ្លីតាគៀខាងក្រោយអញ្ចឹងយើងត្រូវវាស់នេះពីចំណុចនេះឃើញបានយើងវាស់ឲ្យឃើញប្រហែលសិនចាំយើងជីកតាគៀយើងវាស់ធ្វើម៉េចឲ្យនៅសក់ឲ្យនៅប្រវែងចង្កេះចង្កេះចែកពី40អញ្ចឹងឥឡូវយើងវាស់កន្លែងនេះសិនមកឃើញ48យើងទៅសេមួយសិនអញ្ចឹង48យើងធ្វើម៉េចឲ្យនៅត្រឹមតែ40ឲ្យនៅត្រឹមតែប្រវែងចង្កេះចែកពី2កន្លែងហ្នឹងឲ្យនៅប្រវែងចង្កេះចែកពី2អញ្ចឹងយើងត្រូវយក40មកដកនេះដកជាមួយនឹង48នេះអញ្ចឹង40ដក48នៅ48ចាអញ្ចឹង8លេខហ្នឹងយើងធ្វើម៉េចជីភ្លីអស់កន្លែងហ្នឹងឲ្យនៅសល់តែ40ចាអញ្ចឹងយើងវាស់មិញឃើញ48យើងចែកជា2 24អញ្ចឹងយើងវាស់កន្លែង24ហ្នឹងចែកជា2ទៀតឃើញ12ចាដើម្បីយើងបែងរកភ្លីកន្លែងហ្នឹងយើងជីភ្លីកន្លែងហ្នឹងបងប្អូនចាឥឡូវយើងសល់8លេខវាធំដែរវាសល់ច្រើនដែរអញ្ចឹងយើងបែងធ្វើភ្លី4ចាខាងនេះ2ខាងនេះ2ចាអញ្ចឹងភ្លី4ហ្នឹងយើងធ្វើម៉េចយើងមាន8លេខអញ្ចឹងភ្លី1យើងជី2លេខចាអញ្ចឹងក្នុងភ្លី1យើងឃ្លៀគ្នា3លេខមកយើងវាស់ឃ្លៀគ្នា3លេខមកចាហើយជំរឿ14លេខចាហើយខាងនេះដូចគ្នាពេលយើងដេកយើងស្មានមើលតាមនឹងទៀតយើងវាស់វែងតាមនឹងទៀតណាចានេះអញ្ចឹងភ្លី2នេះអស់4ខាងនេះអស់4ដូចគ្នាឃ្លៀគ្នាភ្លី1 3លេខជំរឿ14លេខយកស្មើហ្មងទៅបាច់យកមួយវែងមួយខ្លីអីបងប្អូនចង់បានមួយវែងមួយខ្លីក៏ធ្វើតាមហ្នឹងទៅតែខ្ញុំដេកតែស្មើហ្នឹងមានទាស់ខុសអីទៅកន្លែងហ្នឹងចាជំរឿ14លេខភ្លី2ហ្នឹង4លេខ1 2លេខ1 2លេខអញ្ចឹងអស់ហើយបងប្អូនសូមជួយ follow page ម្នាក់មួយជួយ share ម្នាក់មួយចា YouTube ក៏ឈ្មោះដូច page សាវលីសុំហើយនឹង Victim Bali ចា page ខ្ញុំទាំងពីរចាហើយ TikTok ក៏ឈ្មោះសាវលីដូចគ្នាចាសាវលីកាត់ដេដូចគ្នាសាវលីសុំអញ្ចឹងបងប្អូនរួចរាល់ហើយនេះចាអរគុណច្រើនដែលបានគាំទ្រកន្លងមកចាបងប្អូនក្នុង YouTube អាចចូលមកមើលក្នុង page បានណាចានេះអរគុណ